សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងនឹងមករៀនអំពីការបដូរហ្វុនលេខខ្មែរទៅជាលេខសកលនិងការបដូរការបរិច្ឆេទនៅក្នុង Excel អញ្ចឹងតោះឥឡូវឧទាហរណ៍គឺខ្ញុំមានអឺ file មួយនេះឯកសារមួយនេះអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការ select ទាំងអស់មក select លើលេខទាំងអស់ដែលជាហ្វុនខ្មែរតែមុននឹងយើងបន្តទៅមុខទៀតខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងជួយចុច Subscribe និង Like នៅ Channel របស់ខ្ញុំម្នាក់មួយផងបាទនេះមកហើយបងប្អូនចូលទៅក្នុងពាក្យថា number format នេះដែលបងប្អូនចូល home នេះសិនណាចូល home ហើយចូលក្នុង number format នេះហើយបងប្អូនចូលទៅជ្រើសរើសពាក្យខាងលើគេនេះ general បន្តមកទៀតបងប្អូនចុច OK បាទនោះលេខពីនឹងធ្វើការដូរ font ខ្មែរទៅជា font សកលបាទបើសិនជាបងប្អូនចង់ដូរទៅជា font ខ្មែរវិញដោយបងប្អូនមិនចាំបាច់ធ្វើការវាយអក្សរដោយដៃម្ដងមួយនាំតែ U ឧទាហរណ៍ថាបងប្អូនសរសេរដៃបែបហ្នឹងគឺ view អញ្ចឹងបងប្អូនកាន់តែសរសេរលេខខ្មែរមួយមកដូចជាលេខនឹងអញ្ចឹងបងប្អូនសរសេរលេខខ្មែរនឹងហើយបងប្អូនចូលទៅក្នុង number format នេះវិញបាទរួចហើយបងប្អូនចូលទៅខាងក្រោមគេនេះចូល custom នេះហើយបងប្អូនទៅ copy នៅរូបមន្ត font ខ្មែររបស់យើងនេះបាទវាបកប្រែលេខកលហ្នឹងទៅជាលេខខ្មែររបស់យើងវិញបាទបងប្អូន copy សិនមក Control C ក៏បានឬក៏បងប្អូនចុចលើហ្នឹងហើយចុចពាក្យថា copy ក៏បានដែរហើយបងប្អូនចុច OK មកបន្តមកទៀតបងប្អូន select លើវាសាថ្មីហើយចូលទៅ number format នេះវិញហើយបងប្អូនចូលទៅក្នុង custom នៅខាងក្រោមគេនេះរូប general ចេញហើយ paste វាមកនេះបាទហើយបងប្អូនចុច OK បាទនោះលេខយើងនឹងវាធ្វើការផ្លាស់ប្ដូរទៅជា font ជាភាសាខ្មែរវិញហើយបាទម្យ៉ាងទៀតឧទាហរណ៍ថាប្រសិនបើបងប្អូនចង់ដាក់នៅក្នុងការបរិច្ឆេទទៅជាទីមុនពីព្រោះនៅក្នុង Excel បើសិនជាបងប្អូនមិនធ្វើការផ្លាស់ប្ដូរវាទេគឺវានឹងគិតខែមុនដែលជាការបរិច្ឆេទសកលបាទដល់ខ្ញុំសូមដូរភាសាសិនថ្ងៃទី13ខែ9ហើយឆ្នាំ2025ចុចលេខ25អញ្ចឹងលេខគឺអត់ស្គាល់ទេបងប្អូនបាទដោយសារតែខែនេះខែ13អត់មានទេពីព្រោះ Excel បើយើងអត់ទាន់បានផ្លាស់ប្ដូរ format របស់វាទម្រង់របស់វាទេគឺវានឹងមិនធ្វើការរាប់ជាទីមុនឡើយគឺវារាប់ខែមុនបាទបងប្អូនចូលក្នុង number នេះហើយបងប្អូនចុចទៅលើពាក្យត្រង់កន្លែងហ្នឹងត្រង់កន្លែងនេះគឺបងប្អូនធ្វើការផ្លាស់ប្ដូរសូមបដូរទៅកាន់សរសេរបងប្អូនលុប2នេះបងប្អូនដាក់ D2 វិញ D នេះគឺ day ថ្ងៃបាទហើយត្រង់កណ្ដាលនេះបងប្អូនដាក់ម៉ាន់2ដងទៅមកដើម្បីបង្ហាញតួលេខ2ខ្ទង់ដែរបាទហើយបន្តមកទៀត Y នេះបើសិនជាបងប្អូនចង់ឲ្យចេញលេខ4ខ្ទង់អញ្ចឹងបងប្អូនត្រូវដាក់ Y 4ដង Y នេះ year ឆ្នាំបាទហើយបងប្អូនចុច OK ឧទាហរណ៍ហើយបើសិនជាបងប្អូនចង់ធ្វើការផ្លាស់ប្ដូរនៅការបរិច្ឆេទរបស់យើងទៅជាការបរិច្ឆេទថ្ងៃខែខ្មែរអញ្ចឹងបងប្អូនចូល number format ហ្នឹងហើយបងប្អូនចូលទៅក្នុង date នេះមានន័យថាការបរិច្ឆេទហើយបងប្អូនចុចទៅលើជាជម្រើសរបស់បងប្អូននេះតើបងប្អូនចង់បានខែមុនឬក៏ទីមុនឥឡូវឧទាហរណ៍ថាខ្ញុំយកទីមុនចុះនេះគឺទី14ខែមីនាឆ្នាំ2012តម្រង់បែបហ្នឹងបាទហើយបងប្អូនចុច OK បាទនេះគឺយើងនឹងបានជាការបរិច្ឆេទបាទប៉ុន្តែការបរិច្ឆេទនេះជាភាសាអង់គ្លេសទេថ្ងៃទី13 April ឆ្នាំ2025អញ្ចឹងបើបងប្អូនចង់បានជាភាសាខ្មែរអញ្ចឹងបងប្អូនត្រូវចូលទៅកាន់ number format នេះហើយបងប្អូនចូលទៅក្នុង local ហើយបងប្អូនចុចលើហ្នឹងហើយជ្រើសរើសភាសាខ្មែរមកចុចអក្សរ K មកនោះបងប្អូននឹងឃើញភាសាខ្មែរហើយបងប្អូនបន្ទាប់មកបងប្អូនស្វែងរកភាសាខ្មែរនេះបងប្អូនភាសាខ្មែរបាទ
វាបកប្រែទៅជាភាសាខ្មែរអញ្ចឹងបងប្អូនស្រឡេចទៅលើម្ដងទៀតថ្ងៃទី14ខែមីនាឆ្នាំ2012នេះបាទហើយបងប្អូនជួយអូអូខេថ្ងៃទី14ខែមីនាមិញវាឆ្នាំ2012វាជាទម្រង់បាទហើយនេះគឺជាអឺការបរិច្ឆេទដែលយើងវាបញ្ចូលដោយដៃនៅក្នុងមេរៀននេះគឺយើងបានមកដល់ទីបញ្ចប់ហើយបាទខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលា